ហ្នឹងហើយបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូទាក់ទងជាមួយនឹងការតែងមែកក្រូចដើម្បីឲ្យវាបែកមែកបងប្អូនអញ្ចឹងមិញហ្នឹងក្រូចយើងគឺវាបែបនេះខ្ញុំកាត់បានថតវីដេអូគឺវាបែបនេះហើយយើងឃើញត្រួយវាគឺល្អខៀវតំលាស់ត្រួយថ្មីនេះបងប្អូនប៉ុន្តែខ្ញុំចង់បញ្ជាក់ថាត្រួយនេះបើសិនជាយើងឃើញមែកវាត្រួយចេញមកបែបនេះវាចាប់ផ្ដើមបែកទេបងប្អូនអញ្ចឹងយើងកាត់ចុងទៅកុំស្ដាយកាត់ចុងវាចោលទៅយើងទុកថាមែកខ្ចីណាដែលតែចាប់ផ្ដើមចេញមកទៀតនេះបងប្អូន3 4 5មែកពីខមកទៀតក៏មានដែរហើយអានេះគឺយើងកាត់ចេញមកតែម្ដងនេះគឺកាត់ចេញតែម្ដងហើយនេះដើមក្រូចម្ដងទៀតដែលចង់ប្រាប់បងប្អូនថាបើយើងចង់ឲ្យវាបែកមែកច្រើនគឺយើងចាប់ផ្ដើមកាត់វាចុងនេះថែមកឃើញត្រួយបងប្អូនត្រួយខ្ចីប៉ុន្តែយើងកាត់ចោលឃើញយើងឃើញបែកមែកមកនេះច្រើនមែនទែនអញ្ចឹងយើងកាត់ចុងវាចោលទៅកាត់តាមកលៈនេះមកបងប្អូនឃើញទេហើយនេះវាបែកតាំងពីក្រោមមកតែម្ដងនេះឃើញទេបងប្អូនអានេះស្លឹកវាស្លឹកចាស់របស់វាស្លឹកចាស់របស់វាគឺយើងកាត់វាចោលទៅហើយក្រូចនេះគឺល្អមែនទែនបងប្អូនស្លឹកវាគឺអាស្លឹកចាស់វាតែងតែក្រហមអញ្ចឹងណាបងប្អូនតែវិធីសាស្ត្រដែលធ្វើវាត្រួយលាស់មកល្អបែបនេះគឺយើងចាប់ដើមរាយចង្កេះដូងជុំវិញវាទៅឲ្យវាត្រជាក់គល់បងប្អូនកាលណាត្រជាក់គល់វាធ្វើឲ្យក្រូចរបស់យើងហ្នឹងមានន័យថាខែក្តៅចេះយើងរោយគល់គៀងគល់អញ្ចឹងណាឲ្យវាត្រជាក់គល់ដើម្បីឲ្យវាស្រូបទឹកសារធាតុទឹកនឹងបានច្រើនទោះក្តៅមិនក៏វានៅតែមានកម្លាំងណាក្រូចយើងនេះក្រូចឆ្មាបងប្អូនហើយក្រូចមួយនេះគឺក្រូចដើមវារាងវែងបែបហ្នឹងបងប្អូនប៉ុន្តែក៏វាចាប់ដើមចេញត្រួយបែកមែកមកដែរហើយចន្លោះយើងកាត់មែកវាបែកមិនក៏ដោយក៏យើងត្រូវកាត់វាចោលដែរដោយសារយើងឃើញពីគល់មកវាបែកដូចគ្នានេះឃើញទេបងប្អូនអញ្ចឹងយើងកុំស្ដាយយើងកាត់វាត្រឹមនេះមកកាត់ចោលបែបហ្នឹងហើយតិចទៀតវីដេអូក្រោយទៀតខ្ញុំនឹងឲ្យបងប្អូនមើលថាតើវាបែកមែកមករបៀបម៉េចទៀតអញ្ចឹងណាហើយនេះក្រូចម្ដើមទៀតហើយបងប្អូនគឺយើងចាប់ផ្ដើមកាត់មែកវាទៀតហើយបងប្អូនអញ្ចឹងខ្ញុំសម្លឹងឃើញហើយខ្ញុំចង់កាត់អស់ត្រឹមនេះក៏បានដែរប៉ុន្តែដោយសារឃើញក្រូចយើងវានៅរៀងអត់សូវមានកម្លាំងអីអញ្ចឹងយើងកាត់ត្រឹមនេះចុះយើងយកមែកវានេះ1 2 3 4 5 6 7តិចទៀតវាធំទៅយើងអាចកាត់ត្រឹមនេះចោលទៀតប៉ុន្តែយើងកាត់វាត្រឹមនេះសិនអានេះក៏ដូចគ្នាដែរបងប្អូនគឺយើងត្រូវកាត់វាដែរហើយបងប្អូនឃើញហើយតែខ្ញុំថតវីដេអូទៅឃើញតាមគល់ហ្នឹងគឺខ្ញុំចាប់ផ្ដើមមានចង្កេះដូងនៅក្រោមហ្នឹងវាបានផលប្រយោជន៍ច្រើនមែនទែនបើអត់ចង្កេះដូងទេថាច្បាើងយើងដែលយើងចូលស្រូវរួចហ្នឹងយើងយកមករោយគៀនហ្នឹងអញ្ចឹងខ្ញុំចាប់ផ្ដើមកាត់វាទៀតហើយខ្ញុំឃើញថាវាអាចកាត់យកថាមេបានកាត់ឲ្យខ្លីបែបហ្នឹងទៅការយើងតែងមែកយើងមិនថាដល់តែធំយើងអាចតែងតែវាទូចអញ្ចឹងយើងអាចតែងមែកដែរហើយនេះបងប្អូនខ្ញុំតែងមែកខ្ញុំកាត់មែកវាពីមុនគេបងអស់ខ្ញុំកាត់ចោលតែម្ដងឃើញវាចាប់ផ្ដើមបែកមកទៀតទេបងប្អូននេះត្រួយខ្ចីយ៉ាងមែនតើហ្មងឃើញទេអានេះខ្ញុំកាត់វាយូរដែរហើយជាខ្ទង់មួយអាទិត្យអីហើយគឺវាបែកមកបែបហ្នឹងហើយបើយើងចង់នេះយើងកាត់វាត្រឹមនេះទៀតក៏បានដែរតែអានេះយើងទុកសិនទៅបងប្អូនខ្ចីមែនតើហើយដូចដើមក្រូចមួយនេះអញ្ចឹងបងប្អូនថាមិនកាត់អញ្ចឹងវាខូចហើយប៉ុន្តែអត់ទេបងប្អូនយើងពិនិត្យមើលមែនតើឃើញត្រួយវានេះបងប្អូន
ត្រួយវាហ្នឹងគឺត្រួយខ្ចីរបស់វាហើយត្រួយលាស់ថ្មីហើយអញ្ចឹងយើងកាត់វាចោលទៅគឺយើងកាត់វាបែបនេះឃើញទេបងប្អូននេះស្នាមខ្ញុំកាត់នេះបងប្អូនកាត់វាអញ្ចឹងទៅវាខ្ញុំធានាថាមួយអាទិត្យទៀតវាប្លែកបងប្អូនខ្ញុំនឹងថតវីដេអូបន្តឲ្យបងប្អូនមើលបន្តទៀតតាក់ទងជាមួយនឹងដំណាំក្រូចឆ្មាបងប្អូនហើយនេះគឺក្រូចសើចបងប្អូននេះដីបងប្អូនដីមិនមែនក្រាបងប្អូនដីអាហ្នឹងខ្ញុំអត់កាត់ចុងទេព្រោះក្រូចសើចឲ្យវាធំបន្តិចចាំយើងកាត់វាតែនេះវានៅទូចឡើយបងប្អូនអញ្ចឹងយើងអាចកាត់បានកពស់កពើវាប៉ិនដើមក្រូចដែលខ្ញុំកាត់វាមិញហ្នឹងណាប៉ុន្តែវាក្រូចសើចនិងក្រូចឆ្មាវាខុសគ្នាអញ្ចឹងបងប្អូនជាប្រភេទដែលក្រូចសើចវាអត់សូវបែកមែកខ្លាំងទេដោយក្រូចឆ្មាបើក្រូចឆ្មាវាអាចបែកមែកបែកធាងច្រើនជាងក្រូចសើចបងប្អូនហ្នឹងហើយហើយវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនទីទៀតខ្ញុំឲ្យបងប្អូនខ្ញុំនឹងធ្វើវីដេអូទាក់ទងជាមួយនឹងតើងល្ពៅដែលយើងត្រូវកាត់វានៅពេលណាដើម្បីឲ្យវាបែកតើងមកបន្តទៀតបងប្អូនហ្នឹងហើយអរគុណវីដេអូមានតែប៉ុណ្្នឹងទេ